Trong sạch cô ăn có lũ tăng pi cho non mà chắc cả mà rồi lời mà pon pram rồi cái nông mà chắc cả có tháo có lũ tăng pi chiêng sam sập năm muốn là tăng pi năm cái buồn cho non nắng sạch cô mà cái lỗ ta pi pon pram thếแต่lời này 70,000 chiêng chẳng ai bạn tận lại vì hiện cua chiêng chiêng ca cho non muốn đó nè 30 ឆ្នាំchiêngអូពុកម៉ែបងប្អូនបត់ពិសោធន៍ច្រើនហើយអ្វីដែលពិសេសជាងគេគឺគាត់មានប្រើប្រាស់ជាមួយនឹងជ្រក់តកួននេះនិយាយទៅសម្រាប់កន្លែងរបស់គាត់ពិសេសជាងគេគេស្គាល់ច្បាស់គឺសាច់គោអាំងជ្រក់តកួននឹងឯងនៅខាងបាត់ដំបងនៅផ្សាររោងចក្រណាហើយគាត់លក់ដាច់ខ្លាំងហើយមួយថ្ងៃគាត់ថាប្រើប្រាស់សាច់គោអស់ប្រហែលជា9 គីឡូទៅ 10 គីឡូហើយសាច់គោរបស់គាត់នេះជ្រលក់ជាមួយនឹងអាជ្រក់តកួនដាក់ម្ទេសចូលគ្នារៀងហិលអូនិយាយទៅចាប់មាត់គ្នាណាស់ហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលដូចខ្ញុំណាខ្ញុំណែនាំមែនតើឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង PE Max Premium កញ្ចប់ក្រហមនេះងាយស្រួលញ៉ាំរសជាតិប្រហើរហើយ sugar free អញ្ចឹងអ្នកអត់ញ៉ាំស្ករអីគឺត្រូវហើយសម្រាប់ PE Max Premium កញ្ចប់ក្រហមនេះងាយស្រួលរកទិញមែនតើនៅតាមបណ្ដាអសតស្ថានដោយសារតែវាជាថ្នាំកាពះដែលយើងអាចញ៉ាំបានទូទៅហើយស័ក្តិសមមែនតើសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលផឹកច្រើនដាច់យប់ចូលគេងយប់អីហ្នឹងដាក់មកកញ្ចប់ទៅកុំឲ្យកាពះយើងហ្នឹងវាកុហកកាហាយភើជូរជាដើមណាគាត់លក់ជាង30ឆ្នាំហើយគាត់ថាតាំងឆ្នាំ94និយាយទៅខ្ញុំទៅកើតហើយ2 3ឆ្នាំហ្នឹងឯងប៉ុន្តែឥឡូវនេះគឺជាង30ឆ្នាំហ្នឹងគឺម៉ួយរបស់គាត់ច្រើនមែនតើតាំងពីជំនាន់មកចក្រ100ឥឡូវមានដល់មកចក្រ1500បានលក់ទៅបានហើយគាត់មានសាច់គោអាំងមានគ្រឿងក្នុងមានថ្លើមមានអីចឹងណាដោយអ្នកទាំងអស់គ្នាបានឃើញចឹងរបស់របររបស់គាត់សាច់គោអាំងរបស់គាត់ហ្នឹងគាត់ដោតចក្រពីផ្ទះហើយគាត់ដាក់នៅក្នុងធុងលាយគ្រឿងលាយអីមកស្អាតហើយជ្រក់តកួនរបស់គាត់គាត់លើកមកទាំងធុងហើយរសជាតិប្លែកមែនតើអ្នកដែលធ្លាប់ញ៉ាំសាច់គោអាំងហ្នឹងគ្រាន់ជាមួយនឹងជ្រក់លហុងធម្មតាណាដែលដល់ពេលមកសាក់ជាមួយនឹងជ្រក់តកួនបែបនេះរសជាតិប្លែករបស់គេហើយដាក់ម្ទេសរៀងហិលបន្ថែមទៀតហ្នឹងគឺកាន់តែបង្កើនរសជាតិមែនតើអ្នកដែលទៅលេងបាត់ដំបងអីណាកុំភ្លេចជាមួយនឹងសាច់គោអាំងនៅជិតផ្សាររោងចក្រដែលមានជ្រក់តកួនណាហើយព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត